listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំមកសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ពីរដ្ឋធានី Washington នាងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអង្គារ700ខែមករាឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ហើយដល់ត្រូវនឹងថ្ងៃទី24ខែធ្នូគ្រិស្តសករាជ2013ជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃមហាបដកម្មរបស់គណៈបក្សប្រជាជាតិទាមទារលោកហ៊ុនសែនចុះចេញពីតំណែងឈានចូលដល់ថ្ងៃទី9ហើយមន្ត្រីបកប្រឆាំងចោទថាលោកហ៊ុនសែនទៅពឹងរដ្ឋាភិបាលវៀតណាមឲ្យជួយការពារតំណែងកម្មករក្រុងធ្វើមហាបដកម្មទូទាំងប្រទេសទាមទារដំឡើងប្រាក់ខែដល់$160ចាសមាជិកនៃសហគមន៍ការពារព្រៃឈើសាមគ្គីត្រពាំងតាវចោទប្រធានថាបានលក់ដូរដីរដ្ឋរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតចាសជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានពិស្ដាការធ្វើមហាបដកម្មទ្រង់ទ្រាយធំរបស់គណៈបក្សប្រជាជាតិបានឈានចូលដល់ថ្ងៃទី9ហើយមកដល់ថ្ងៃច័ន្ទម្សិលមិញនេះការហែកក្បួនមហាបដកម្មរបស់គណៈបក្សសង្គ្រោះជាតិកាលពីម្សិលមិញក៏នៅតែមានមនុស្សរាប់ពាន់នាក់ចូលរួមដោយបានហែកាត់តាមដងផ្លូវមួយចំនួននៅភាគខាងត្បូងរាជធានីភ្នំពេញចាលោកវ៉ាន់វិចាមានសេចក្តីរាយការណ៍ជុំវិញការហែកក្បួននេះនិងសារសំខាន់របស់មេដឹកនាំគណៈបកប្រឆាំងកាលពីយប់មិញដូចតទៅនៅថ្ងៃនេះបានហែកក្បួនចូលទៅកាន់ផ្លូវសំខាន់បើដូចជាមហាវិថីព្រះមុនីវង្សឲ្យធ្វើទៅកាន់ស្តុកស្បាស្នល់ហើយក៏បន្តដំណើរទៅកាន់ផ្លូវ271គឺផ្លូវមន្ទីរពេទ្យរុស្ស៊ីហើយទៅដល់ផ្សារសវណ្ណាហ្នឹងក៏បត់ឡើងមកសួរស្វ័យព្រៃហើយឡើងមកកាត់ផ្លូវមុនីវង្សវិញរួចបន្តដំណើរទៅតាមផ្លូវទៅសក់ផ្អែមគឺផ្លូវខាងលិចវិមានឯករាជ្យបន្តិចហ្នឹងពោះមកកាន់ផ្សារថ្មីហើយឆ្លៀងមកកាន់ទីលានប្រជាធិបតេយ្យវិញអញ្ចឹងក្បួនរបស់គណៈបក្សសង្គ្រោះជាតិហ្នឹងកាត់តាមផ្សារសំខាន់ចំនួន3គឺផ្សារសវណ្ណាផ្សារអូឡ িম্প ិកហើយនិងផ្សារថ្មីមុនពេលមកដល់ទីលានប្រជាធិបតេយ្យនៅវេលាម៉ោងជាង7គឺ7:15នាទីនេះបាទនៅថ្ងៃនេះក្រុមបាតកោគឺមានចំនួនតិចជាងថ្ងៃម្សិលមិញប៉ុន្តែអាចនិយាយបានថាក៏ជាចំនួនមួយដែលច្រើនដែរការហែកក្បួនមានប្រមាណរាប់ពាន់នេះប៉ុន្តែមកដល់ទីលានប្រជាធិបតេយ្យក៏មានប្រជាពលរដ្ឋបាតកោនឹងរងចាំជាច្រើនពាន់អ្នកផ្សេងទៀតគេមិនអាចវាតម្លៃបានថាតើចំនួនបាតកោមានប្រមាណពិតប្រាកដទេប៉ុន្តែអាចបញ្ជាក់ថាមានដល់ខ្ទង់10000នាក់បាទនៅថ្ងៃនេះចំពោះសារសំខាន់ដែលប្រធាននិងអនុប្រធានគណៈបកសង្គ្រោះជាតិថ្លែងនៅកាន់ក្រុមបាតកោគឺលោកកឹមសុខាបានបញ្ជាក់ប្រាប់បាតកោអំពីដំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលគ្រោងនឹងទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី26ខាងមុខនេះលោកកឹមសុខាចាត់ទុកថាដំណើរនេះគឺជាដំណើរទៅសុំជំនួយពីវៀតណាមឬគឺជាដំណើរដែលលោកហ៊ុនសែនភ័យខ្លាចពីក្រុមបាតកោពីម្សិលមិញហើយទៅរកការជួយជុំជែងពីវៀតណាមលោកកឹមសុខាក៏ថ្លែងទៅកាន់ក្រុមបាតកោថាពីលោកហ៊ុនសែនខ្លាចក្រុមបាតកោបានជាទៅពឹងយួនបាទពាក្យរបស់លោកកឹមសុខាគឺលោកនិយាយអញ្ចឹងបាទហើយក៏លោកបញ្ជាក់ថាលោកហ៊ុនសែនល្មមស្ដាប់គ្រូខ្មែរម្ដងហើយជៀសវាងស្ដាប់គ្រូយួនធ្វើឲ្យប្រទេសជាតិលិចលង់បាទនេះគឺជាការលើកឡើងរបស់លោកកឹមសុខាក៏ចំពោះលោកសំរងស៊ីវិញលោកសំរងស៊ីសន្យាចំពោះក្រុមបាតកោថានឹងបន្តការតវ៉ាទាមទារដដែលប៉ុន្តែសូមឲ្យបាតកោណាដែលមានគំនិតចង់ប្រើហិង្សានឹងគឺចេញពីក្រុមគណៈបព្វប្រឆាំងគឺដោយគណៈបព្វប្រឆាំងនឹងធ្វើបាតកម្មដោយអហិង្សារហូតហើយលោកសំរងស៊ីក៏បានរិះគន់ទៅកាន់សេចក្តីថ្លែងការណ៍នានារបស់មន្ត្រីគណៈបព្វជិជនកម្ពុជាដូចជាតំណាងរាស្ត្រគណៈបព្វជិជនកម្ពុជាដែលចេញសេចក្តីថ្លែងការណ៍ពីកាលពីព្រឹកមិញដែលគ្រប់គ្រងប្រសាសន៍លោកហ៊ុនសែនអីចឹងក៏លោកសំរងស៊ីរិះគន់ដែរ
ក្រុមបាតកោទាំងអស់កំពុងតែរួមច្រៀងនៅកាន់ទីលានប្រជាធិបតេយ្យហើយចម្រៀងរបស់គណៈបក្សសង្គ្រោះជាតិនេះគឺចម្រៀងដែលរិះគន់រដ្ឋាភិបាលស្រែកថាដូឬក៏ពាក្យស្លោកថាហ៊ុនសែនអើយចុះចេញទៅដូច7ថ្ងៃកន្លងទៅដែរបាទចាប់បាតកោជាច្រើនពាន់អ្នកបន្តស្នាក់នៅទីលានប្រជាធិបតេយ្យរហូតមកដល់យប់ថ្ងៃច័ន្ទនេះបាតកោទាំងនោះមានសុខភាពជាធម្មតាវិជ្ជបណ្ឌិតច័ន្ទសវណ្ណថ្លែងថាមានគ្រូពេទ្យនិងនិស្សិតពេទ្យបានស្ម័គ្រចិត្តថែទាំសុខភាពបាតកោនៅទីលានប្រជាធិបតេយ្យទាំងយប់ទាំងថ្ងៃដើម្បីឲ្យពួកគេមានសុខភាពល្អនិងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់លោកថាមានបាតកោខ្លះមានជំងឺរាគគ្រុនក្តៅឈឺក្បាលផ្ដាសាយដោយសារតែពួកគាត់ទទួលទានអាហារមិនត្រឹមត្រូវសម្រានមិនគ្រប់ម៉ោងហើយទន្ទឹមនោះគឺខ្យល់អាកាសក៏ត្រជាក់ផងក្រៅពីការថែទាំសុខភាពជូនបាតកោគណៈបក្សសង្គ្រោះជាតិក៏មានក្រុមអ្នកប្រមូលសម្រាមនិងបោសសម្អាតទីលានប្រជាធិបតេយ្យផងដែរចាលោកណានីងជាទីមេត្រីពាក់ព័ន្ធនឹងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែធ្នូនេះមេដឹកនាំគណៈបកប្រឆាំងនិងមន្ត្រីសង្គមស៊ីវិលខ្លះបានរិះគន់ថានឹងមិនចំណេញដល់ប្រយោជន៍កម្ពុជាទេផ្ទុយទៅវិញនាំឲ្យកម្ពុជាខាតបង់ទៅវិញអនុប្រធានគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាបានអះអាងថាលោកហ៊ុនសែនអាចទៅពឹងពាក់ប្រទេសវៀតណាមឲ្យជួយការពារអំណាចរបស់ខ្លួននៅគ្រាដែលប្រជាពលរដ្ឋរាប់សែនអ្នកប្រមូលផ្ដុំគ្នាតវ៉ាទាមទារលោកហ៊ុនសែនចុះចេញពីតំណែងលោកកឹមសុខាក៏បានលើកឡើងថាលោកហ៊ុនសែនល្មមឈប់ទៅពឹងពាក់បរទេសហើយងាកមកជួបគ្នាពិភាក្សាជាមួយខ្មែរគ្នាឯងវិញដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើននៅទន្ទឹមនេះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាប្រធានសហភាពសហជីពកម្ពុជាលោករងឈុនដែលធ្លាប់ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារដោយសារតែហ៊ានរិះគន់លោកហ៊ុនសែនលើករណីចុះសន្ធិសញ្ញាបំពេញព្រំដែនជាមួយវៀតណាមកន្លងមកក៏អះអាងថាទស្សនកិច្ចរបស់លោកហ៊ុនសែនទំនងជាអាចជាប់ពាក់ព័ន្ធទៅនឹងការប្រមូលផ្ដុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋខ្មែររាប់សែននាក់ដែលទាមទារលោកហ៊ុនសែនចុះចេញពីតំណែងរយៈពេលជាង1សប្តាហ៍មកនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឲ្យដឹងថាមេដឹកនាំប្រទេសកម្ពុជានិងវៀតណាមក្រុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងឯកសារផ្សេងៗមួយចំនួនចារួមមានកិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ2014-2015សន្ធិសញ្ញាស្តីពីប្រជា បានកិច្ចព្រមព្រៀងឥណទានសម្បទានផែនការសហប្រតិបត្តិការរវាងក្រសួងអប់រំក្រសួងព័ត៌មាននិងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរជាដើមប្រជាប្រដ្ឋខ្មែររស់នៅជាប់ព្រំដែនខ្មែរវៀតណាមនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀងត្អូញត្អែថាពួកគាត់កំពុងប្រឈមនឹងបញ្ហាខ្វះទឹកដាក់ស្រែដោយសារតែអាជ្ញាធរវៀតណាមមិនអនុញ្ញាតឲ្យពួកគាត់ជីកប្រឡាយបង្ហូរទឹកចូលដីស្រែរបស់ពួកគាត់ឡើយតើបញ្ហានេះអាជ្ញាធរកម្ពុជាមានវិធានការដោះស្រាយយ៉ាងដូចម្តេចសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍លម្អិតអំពីរឿងនេះនាពេលបន្តិចទៀតនេះប្រធានគណៈបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំក្រុមការងារគណៈបកមួយចំនួនទៀតបានទៅចូលរួមធ្វើបាតកម្មជាមួយក្រុមកម្មករកម្មការិនីរោងចក្រប្រមាណជា 20,000 នាក់នៅតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្រុងបាវិតដើម្បីតវ៉ាសូមឲ្យតម្លើងប្រាក់ខែគោលរបស់កម្មករម្នាក់ៗចំនួន$160ក្នុងមួយខែលោកហ៊ុំចម្រើនរាយការណ៍តំណាងកម្មកររៀបរាប់ឲ្យដឹងថាពួកគេធ្វើកោតកម្មទាមទារសុំដំឡើងប្រាក់ខែយូរមកហើយប៉ុន្តែក្រុមហ៊ុនមិនបានដំឡើងប្រាក់ខែដល់កម្មករនោះទេហើយកម្មករជួបការលំបាកដោយសារប្រាក់ខែតិចដែលមិនសមស្របទៅនឹងតម្លៃទំនិញទីផ្សារសប្តាហ៍ថ្ងៃនោះឡើយប្រធានសហព័ន្ធសហជីពចលនាកម្មករលោកប៉ៅសេណាថ្លែងនៅថ្ងៃទី23ធ្នូថាកម្មករធ្វើកោតកម្មទាមទារដំឡើងប្រាក់ខែធ្វើឡើងបន្ទាប់ពីពួកគេបានទទួលព័ត៌មានថានឹងមានការដំឡើងប្រាក់ខែកម្មករនៅដើមឆ្នាំ2014ខាងមុខនេះបញ្ហាទាំងនេះហើយដែលធ្វើឲ្យក្រុមកម្មកររួមកម្លាំងជាមួយគណៈបកសង្គ្រោះជាតិដើម្បីទាមទារដំឡើងប្រាក់ខែរបស់ពួកគេនោះតែគាត់ទទួល
បានប្រជុំតិចដែលជាបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដូច្នេះហើយគឺបណ្ដាលឲ្យពួកគាត់នឹងធ្វើការទាមទារមិនចំពោះតែខេត្តយើងមួយនេះទេគឺភ្នំពេញក៏មានការទាមទារដែរតាក់ទងនឹងការធ្វើកោតកម្មទាមទារដំឡើងប្រាក់ខែរបស់កម្មករនៅក្រុងបាវិតនេះប្រធានគណៈបកសង្គ្រោះជាតិដែលបានចូលរួមជាមួយក្រុមកម្មករលោកសំរងស៊ីមានប្រសាសន៍ថាលោកចូលរួមធ្វើកោតកម្មជាមួយក្រុមកម្មករដើម្បីលើកទឹកចិត្តដល់កម្មករដែលពួកគេជួបការលំបាកកន្លងមកដោយសារការបិទសិទ្ធិសេរីភាពពីសំណាក់ថៅកែរោងចក្រនិងមួយវិញទៀតដោយសារប្រាក់ខែរបស់កម្មករតិចតួចមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃជាដើមពីព្រោះគេគៀបសង្កត់សុំច្បាប់ពេលឈឺពេលអីម្ដាយឪពុកស្លាប់ឬមួយខ្លួនឯងមានបញ្ហាសុខភាពសូម្បីតែចិត្តសម្រាលកូនក៏គេមិនអោយឈប់ងាយទេហើយឃើញចាក់ស្ដាយប្រមិញនេះគេបិទទ្វារចាក់សោមិនអោយកម្មករចេញខ្លាចទៅចូលរួមធ្វើកោតកម្មជាមួយកម្មករមួយចំនួនធំដែលនៅក្រៅរោងចក្រហើយឃើញមានការគៀបសង្កត់សម្លឹកមានការភ័យខ្លាចនៅតាមរោងចក្រលោកសំរងស៊ីថ្លែងបន្តថាគណៈបកសង្គ្រោះជាតិគាំទ្រការធ្វើកោតកម្មរបស់ក្រុមកម្មករនិងជួយទាមទារឲ្យមានការដំឡើងប្រាក់ខែកម្មករឲ្យបានម្នាក់$160ក្នុងមួយខែក្នុងថ្ងៃដដែលនេះដែរលោកសំរងស៊ីបានចូលរួមបង្កើតសហជីពថ្មីមួយនៅក្រុងបាវិតដោយមានក្រុមកម្មករចូលរួមចុះឈ្មោះជាសមាជិកក្នុងសហជីពយ៉ាងច្រើនកុះករហើយអ្នកទទួលខុសត្រូវរបស់សហជីពថ្មីមួយនេះជាសហការីនៃសហជីពរបស់លោករងឈុនក្នុងនោះដែរសហជីពថ្មីនេះបានបង្កើតឲ្យមានតំណាងរបស់ខ្លួននៅតាមបណ្ដារោងចក្រនានានៅក្រុងបាវិតលោកបន្តថាសហជីពនេះជាសហជីពថ្មីមួយសេរីឯករាជ្យបម្រើផលប្រយោជន៍កម្មករដោយគ្មានការគៀបសង្កត់ពីស្ថាប័នដទៃឡើយខ្ញុំហុំចម្រើនវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តព្រៃវែងមេដឹកនាំសហជីពធំៗមួយចំនួនក្រុងនឹងដឹកនាំកម្មករបម្រើការក្នុងវិស័យកាត់ដេរឬស្បែកជើងធ្វើមហាបាតកម្មឬកោតកម្មជាទ្រង់ទ្រាយធំនៅទូទាំងប្រទេសបើសិនបើការទាមទារថ្នាក់សុំដំឡើងប្រាក់ឈ្នួលអបបរមាជូនកម្មករត្រូវបរាជ័យឬក៏មិនបានដោយបំណងនោះលោកដានយុទ្ធជារាយការណ៍សេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជាចុះថ្ងៃទី23ខែធ្នូមានចុះហត្ថលេខាលោករងឈុនបានទាមទារឲ្យផ្នែកពាក់ព័ន្ធមានដូចជាថៅកែរោងចក្រនិងរដ្ឋាភិបាលឲ្យជួយដំឡើងប្រាក់ខែគោលឬប្រាក់ឈ្នួលអបបរមាជូនកម្មករឲ្យបាន$160សហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់កម្មករម្នាក់វិវត្តអបបរមារបស់កម្មករកន្លងមកមានចំនួន$80ក្នុងមួយខែលោករងឈុនឲ្យដឹងបន្តថាមេដឹកនាំសហជីពនិងកម្មករបានទាមទារដំឡើងប្រាក់បៀវត្សចំនួន$160ក្នុងមួយខែគឺសម្រាប់រយៈពេល5ឆ្នាំគិតពីឆ្នាំ2014តទៅដោយមិនបូកបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងៗទេបន្ថែមលើនេះសេចក្តីថ្លែងការណ៍លោករងឈុនបានព្រមានថាបើសិនជាការទាមទារដំឡើងប្រាក់បៀវត្សជូនក្រុមកម្មករត្រូវផ្នែកពាក់ព័ន្ធមិនបានផ្ដល់ជូនតាមការទាមទារទេនឹងផ្ទុះមហាបាតកម្មឬកោតកម្មមិនចូលធ្វើការឬបញ្ហាផ្សេងៗពីសំណាក់ក្រុមកម្មករនៅទូទាំងប្រទេសលោកបញ្ជាក់ថាមហាបាតកម្មឬកោតកម្មទំនងជាអាចចាប់ផ្ដើមនៅដើមខែមករាឆ្នាំ2014ខាងមុខសហជីពកម្ពុជាឲ្យកម្មករកម្មការិនីត្រៀមខ្លួនដើម្បីចូលរួមមហាកោតកម្មបាតកម្មនៅពេលដែលខាងគណៈកម្មការក៏ដូចជាក្រសួងការងារនឹងមិនបានសម្រេចយកទៅតាមការស្នើសុំរបស់សហព័ន្ធសហជីពដែលមាន18ដែលបានស្នើឡើងនៅថ្ងៃ18ធ្នូកន្លងទៅដាក់ជូនទៅក្រសួងការងារបាទលោករងឈុនដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះបានឲ្យដឹងថាការកំណត់ប្រាក់ខែទាបបំផុតជូនកម្មករកាត់ដេរនិងផលិតស្បែកជើងចំនួន$160ក្នុងមួយខែសម្រាប់កម្មករម្នាក់ក៏ត្រូវអនុវត្តសម្រាប់កម្មករជាបុគ្គលិកបម្រើការតាមភោជនីយដ្ឋានអ្នកបម្រើការនៅតាមហាងខារ៉ាអូខេឬអ្នកលក់ស្រាបៀរជាដើមទាក់ទិនបញ្ហានេះមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនទាន់ធ្វើអត្ថាធិប្បាយទេជុំវិញការកំណត់ប្រាក់ខែឈ្នួលអបបរមាជូនកម្មករនៅថ្ងៃច័ន្ទទី23ខែធ្នូ
ប៉ុន្តែបាននិយាយថាខាងគណៈកម្មការប្រឹក្សាការងារនឹងផ្នែកពាក់ព័ន្ធមានថៅកែរោងចក្រជាដើមនិងប្រជុំសម្រាប់ចុងក្រោយស្ដីពីលទ្ធផលនៃការដំឡើងប្រាក់ឈ្នួលជូនកម្មករនៅថ្ងៃអង្គារទី24ខែធ្នូយ៉ាងណាក៏ដោយលោករងឈុនបានព្រមានថាបើសិនជាការសម្រេចនេះផ្ទុយពីសំណើរបស់សហព័ន្ធសហជីពឬសហជីពការពារសិទ្ធិកម្មករនឹងមានផ្ទុះមហាបាតុកម្មឬកោតកម្មនៅតាមបណ្ដារោងចក្រនានាពាសពេញផ្ទៃប្រទេសនាដើមឆ្នាំ2014បញ្ហានេះសម្រាប់មេដឹកនាំសហជីពកម្មករជាច្រើនទៀតនិងក្រុមកម្មករកំពុងបម្រើការនៅតាមរោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញបានអះអាងថាបានត្រៀមលក្ខណៈចូលរួមមហាបាតុកម្មឬកោតកម្មចំពោះការកំណត់ប្រាក់ខែគោលផ្ទុយពីការទាមទាររបស់ពួកគេកាលពីថ្ងៃទី18ខែធ្នូមានសហព័ន្ធសហជីពចំនួន18ស្ថាប័នបានសម្រេចយករូបមន្តទី3របស់ក្រសួងកាងារស្ដីពីការកំណត់ប្រាក់ឈ្នួលអបបរមាជូនកម្មករគឺ$80បូក$80ឬស្មើ$160ក្នុងមួយខែសម្រាប់ដំឡើងប្រាក់ខែជូនកម្មករក្នុងរយៈពេល5ឆ្នាំទៅមុខដោយមិនបូកបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងទេដែលនាយកជាវិទ្យុអាស៊ីសេរីទីក្រុងភ្នំពេញអតីតអ្នកភូមិបង្កក់ប្រមាណជា100នាក់និងព្រះសង្ឃប្រមាណជា50អង្គបានតវ៉ាបិទផ្លូវព្រះមុនីវង្សនិងដុតកង់ឡាននៅមុខសាលារាជធានីភ្នំពេញតាំងពីព្រឹករហូតដល់ល្ងាចថ្ងៃច័ន្ទទី23ខែធ្នូម្សិលមិញដើម្បីសុំឲ្យអភិបាលសាលារាជធានីភ្នំពេញដោះស្រាយបញ្ហាទាមទារសំណងបន្ថែមជុំវិញការជម្លៀសពួកគាត់ចេញទៅកាន់ទីតាំងថ្មីចាលោកសេកបណ្ឌិតមានសេចក្តីរាយការណ៍ប្រជាពលរដ្ឋជាអតីតអ្នកបង្កក់បានតវ៉ាបិទផ្លូវព្រះមុនីវង្សមុខសាលារាជធានីភ្នំពេញក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញចំនួន2លើកក្នុងមួយថ្ងៃគឺនៅថ្ងៃទី23ធ្នូបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍នៅតំបន់នោះជាច្រើនម៉ោងក្រុមអ្នកតវ៉ាដែលរួមមានទាំងប្រសង់ផងនោះបានសូមឲ្យអភិបាលរាជធានីភ្នំពេញចេញមុខមកជួបប្រជាពលរដ្ឋផ្ទាល់ដើម្បីបញ្យល់អំពីការយឺតយូរក្នុងការឆ្លើយតបចំពោះការស្នើសុំប្រាក់សំណងបន្ថែមក្រោយពីបណ្តេញពួកគាត់ចេញពីបង្កក់តាំងពីឆ្នាំ2009ខ្លះទៀតតាំងពីឆ្នាំ2010មកនោះប៉ុន្តែការស្នើសុំរបស់ពួកគាត់ពុំមានការឆ្លើយតបទើបពួកគាត់សម្រេចចិត្តបិទផ្លូវប្រមាណជាង1ម៉ោងគឺនៅម៉ោងប្រមាណ9ដល់ម៉ោងជាង10ព្រឹកទើបអាជ្ញាធរដាក់កម្លាំងបង្ក្រាបជាការគំរាមផងនិងអំពាវនាវសូមអ្នកតវ៉ាជ្រើសតំណាងចំនួន5នាក់ចូលទៅចរចានៅក្នុងបន្ទប់ការិយាល័យហើយសូមឲ្យបើកផ្លូវដើម្បីឲ្យអ្នកដំណើរធ្វើចរាចរណ៍ធម្មតាឡើងវិញចឹងសូមបងប្អូនលោកមេត្តាយោគយល់ឲ្យបើកផ្លូវព្រះមុនីវង្សនេះដើម្បីឲ្យធ្វើការចរាចរណ៍ទៅមកបានដោយប្រក្រតីតំណាងអ្នកភូមិអ្នកស្រីសៀសារ៉េតបានឲ្យដឹងថាការបណ្តេញពួកគាត់ចេញពីទីកន្លែងធ្លាប់រស់នៅក្នុងតំបន់បង្កក់នោះគឺធ្វើឡើងទាំងបង្ខំដោយផ្ដល់លុយជាសំណងតិចតួចហើយសន្យាថានឹងដោះស្រាយផ្ដល់ទីជម្រកស្នាក់នៅឲ្យបានសមរម្យជាក្រោយប៉ុន្តែជាច្រើនឆ្នាំមកហើយពួកគាត់រស់នៅទាំងវេទនាដោយគ្មានទីជម្រកស្នាក់នៅសមរម្យពុំមានមុខរបរកូនចៅពុំបានរៀនដិតដល់ដោយសារការតាំងទីលំនៅឆ្ងាយពីទីក្រុងហើយខ្លះមានការផ្លាស់ប្ដូរទីលំនៅជាញឹកញាប់ដោយសារកត្តាជីវភាពជាដើមលោកស្រីសៀណារ៉េតមានប្រសាសន៍ថាសាលាក្រុងឲ្យបំពេញសាលាខបាត់ព័ត៌មានស្ដីពីស្ថានភាពគ្រួសារនិងសំណូមពរហើយប្រជាពលរដ្ឋបានបំពេញនិងបានសំណូមពរនៅសំណងបន្ថែមគិតជាទឹកប្រាក់យ៉ាងតិច$8,000ដើម្បីទិញផ្ទះនៅដោយខ្លួនឯងបានសមរម្យលោកស្រីបញ្ជាក់ថាសំណើនោះធ្វើឡើងតាំងពីខែសីហាឆ្នាំ2013រហូតមកដល់ពេលនេះពុំមានការដោះស្រាយឬឆ្លើយតបយ៉ាងណាឡើយតំណាងដដាលបានបញ្ជាក់ទៀតថានៅព្រឹកថ្ងៃទី23ធ្នូពលរដ្ឋយល់ព្រមបើកផ្លូវនិងរក្សាភាពស្ងៀមស្ងាត់ដើម្បីចូលទៅចរចារកដំណោះស្រាយជាមួយលោកអភិបាលក្រុងលោកប៉ាសុចិត្តវង្សប៉ុន្តែពេលចូលទៅដល់ក្នុងសាលាក្រុងលោកពុំបានចេញមកជួបចរចាដោយផ្ទាល់ជាមួយនឹងតំណាងប្រជាពលរដ្ឋនោះឡើយដោយផ្ទេរទៅឲ្យជួបជាមួយនឹងអភិបាលរងលោកខួងស្រេងវិញប៉ុន្តែពលរដ្ឋមិនព្រមជួបចរចាឡើយដោយពួកគាត់គិតថាជំនួបត្រឹមអភិបាលរងគឺជាមនុស្សដដែលដែលគ្មានលទ្ធផលអ្វីនោះទេទើបតំណាងពលរដ្ឋទាំង5នាក់នោះចេញមកនាំគ្នាបិទផ្លូវជាថ្មីទៀតនៅម៉ោងប្រមាណជាង11ថ្ងៃត្រង់រហូតដល់ល្ងាចថ្ងៃដដែលដោយមានដុតកង់ឡានផងដើម្បីដាក់សម្ពាធទៅអាជ្ញាធរឲ្យទទួលយកសំណើរបស់ប្រជាពលរដ្ឋវត្ថុអាស៊ីសេរីពុំទាន់អាចតាក់ទងមន្ត្រីសាលារាជធានីភ្នំពេញអំពីការតវ៉ារបស់ប្រជាពលរដ្ឋបានទេនៅថ្ងៃច័ន្ទទី23ខែធ្នូ
នាយកលេខាធិការដ្ឋាននៃក្រមការងារពិសេសសិទ្ធិលំនៅឋានលោកស៊ីភិរមមានប្រសាសន៍ថាដើម្បីបញ្ចប់រឿងនេះមានអាជ្ញាធររាជធានីភ្នំពេញនិងក្រុមហ៊ុនជាដើមនោះត្រូវចេញមុខដោះស្រាយដោយទទួលខុសត្រូវលើការសន្យារបស់ខ្លួនកន្លងមកហើយត្រូវតែឈប់ធ្វើនៅអំពើដែលមិនគោរពសិទ្ធិមនុស្សដែលរំលោភទៅលើសិទ្ធិរបស់អ្នកដទៃសិទ្ធិលំនៅឋានរបស់ពួកគាត់ហ្នឹងគឺត្រូវតែដោះស្រាយល្អពីថ្ងៃនោះតទៅអ្នកភូមិបង្កក់ដែលព្រមចាក់ចេញពីលំនៅឋានរបស់ខ្លួនទាំងបង្ខំបន្ទាប់ពីទ្រាំលែកបានដោយសារក្រុមហ៊ុនស៊ូកាគូបានបូមខ្សាច់ពន្លិចផ្ទះរបស់ពួកគាត់នោះបានដាក់សំណើសុំឲ្យដោះស្រាយសំណងបន្ថែមមកសាលារាជធានីភ្នំពេញនិងបាននាំគ្នាឈរតវ៉ានៅខាងមុខសាលារាជធានីនោះអស់ជាច្រើនលើកច្រើនសារមកហើយតែពុំមានការឆ្លើយតបឬផ្ដល់ដំណោះស្រាយយ៉ាងណាឡើយទោះយ៉ាងណាក្តីនៅលើកនេះទៀតក្រុមអ្នកតវ៉ានៅតែព្យាយាមធ្វើបាតកម្មដោយបិទផ្លូវបន្តទៀតបើសិនជាពុំមានការដោះស្រាយណាមួយដែលអាចឲ្យពួកគាត់ទទួលយកបានទេនោះខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញកងទ័ពកម្ពុជានិងថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រើកាលពីថ្ងៃសៅរ៍នៅចំណុចក្រោមភ្នំ100ក្នុងភូមិចាំយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងហើយបណ្ដាលឲ្យទាហានថៃម្នាក់រងរបួសមន្ត្រីយោធាខ្មែរបានដឹងថាការប៉ះទង្គិចគ្នានោះគឺកើតឡើងដោយសារតែភាគីថៃមានបំណងចូលកាន់កាប់លើផ្លូវល្បាតរបស់ភាគីកម្ពុជាដែលធ្លាប់ដើរល្បាតការពារព្រំដែនកន្លងមកនេះអ្នកនាងទេពស្រាវីមានសេចក្តីរាយការណ៍ច្រករបៀងមួយចំនួននៅតាមព្រំដែនកម្ពុជាថៃនៅក្នុងខេត្តកោះកុងដែលពលរដ្ឋធ្លាប់ចេញចូលត្រូវបានបិទបណ្ដោះអាសន្នចាប់តាំងពីថ្ងៃសៅរ៍ក្រោយពីមានការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជាជាមួយទាហានឈុតខ្មៅថៃនាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមាលោកប៉ែនសុផាតមានប្រសាសន៍នៅថ្ងៃទី23ខែធ្នូថាការប៉ះទង្គិចរវាងទាហានកម្ពុជានិងថៃគឺជាការយល់ច្រឡំគ្នាដោយភាគីថៃបានដើរមកជន់មីននៅតំបន់ថ្មបាំងនៅក្នុងចំណុចកមួយរបស់វីរៈសេនាតូច303ហើយភ័យខ្លាចកម្ពុជាវាយប្រហារដោយអាវុធដូច្នេះភាគីថៃក៏បានបាញ់រះទៅលើទាហានកម្ពុជាដែលដើរល្បាតតាមព្រំដែនតែម្ដងខាងយោធាថៃបើតាមរបាយការណ៍សឹករងមកគឺគាត់បាញ់ចំនួន20គ្រាប់គាត់បាញ់តិចទេបាញ់មកយោធាយើងហ្នឹងបន្តវិញទៅប៉ុន្តែมันមានរបួសមានអីទេខាងថៃហ្នឹងរបួសហ្នឹងដោយសារគាត់ជាប់មីនពេលហើយគាត់ក៏បាញ់យើងមកមុនមកហើយយើងក៏តទៅវិញទៅហើយឯងមកប្រើហ្នឹងគឺយល់គ្នាហើយក៏គាត់ត្រឡប់ទៅវិញទៅលោកបន្តថាច្រកព្រំដែនដូចជាច្រកគិរីវង្សត្រូវបានបិទបណ្ដោះអាសន្នក្រោយពីមានការប៉ះទង្គិចប្រដាប់អាវុធនោះហើយរហូតដល់ថ្ងៃទី23ខែធ្នូច្រកព្រំដែននោះនៅមិនទាន់បើកឲ្យចរាចរណ៍ឡើងវិញនៅឡើយទេយ៉ាងណាច្រកអន្តរជាតិចាំយាមនៅតែបន្តបើកឲ្យដំណើរការធម្មតាហើយស្ថានភាពព្រំដែនស្ថិតនៅក្នុងស្ថានភាពប្រក្រតីឡើងវិញមានសេចក្តីរាយការណ៍ផ្សេងគ្នាចំពោះការប៉ះទង្គិចរវាងទាហានកម្ពុជានិងថៃកាលពីថ្ងៃសៅរ៍ប្រពន្ធពីទាហានម្នាក់នៃកងវរៈសេនាតូចថ្មើរជើងលេខ303ដែលមានភារៈល្បាតនៅតាមព្រំដែនសូមមិនបញ្ចេញឈ្មោះបានរាយការណ៍ថាមូលហេតុពិតនៃការប៉ះទង្គិចគ្នារវាងទាហានកម្ពុជាថៃគឺផ្ដើមចេញពីទាហានឈុតខ្មៅថៃជាង10នាក់បានដើរល្បាតឡើងមកលើផ្លូវល្បាតរបស់កម្ពុជាហើយពេលដែលទាហានកម្ពុជាដែលមានគ្នា6នាក់ទៅប្រាប់ឲ្យពួកគេចេញពីតំបន់នោះស្រាប់តែទាហានឈុតខ្មៅថៃបាញ់រះមកលើទាហានកម្ពុជាតែម្ដងទាហានរូបនោះបន្តថាដើម្បីការពារខ្លួននិងចង់ឲ្យទាហានថៃចេញពីផ្លូវដើរល្បាតរបស់កម្ពុជាផងនោះទាហានកម្ពុជាបានបាញ់តបទៅភាគីថៃវិញធ្វើឲ្យទាហានថៃមួយរូបរបួសជើងដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តត្រាតនៃប្រទេសថៃចំណែកឯទាហានកម្ពុជាវិញមិនមាននរណាម្នាក់រងរបួសទេទាហានដដែលបន្តថាក្រោយពីបាញ់គ្នាមួយប្រាវរួចហើយនោះច្រកព្រំដែនគិរីវង្សនិងច្រករបៀង4ផ្សេងទៀតត្រូវបានបិទប្រពន្ធពីទាហានការពារព្រំដែនប្រាប់ថាមេបញ្ជាការយោធាភូមិភាគ3និងមេបញ្ជាការនៅក្នុងខេត្តកោះកុងបានធ្វើដំណើរទៅខេត្តត្រាតដើម្បីចរចាជាមួយខាងទាហានថៃហើយលទ្ធផលនៅមិនទាន់បានប្រកាសនៅឡើយទាហានការពារព្រំដែនវរៈសេនាតូចថ្មើរជើងលេខ303ប្រាប់ថាកម្ពុជានិងថៃបានចែកតំបន់ឬផ្លូវដើរល្បាតរៀងៗខ្លួនខណៈដែលគណៈកម្មាធិការវាស់វែងព្រំដែននៅមិនទាន់កំណត់ព្រំដែនឲ្យបានច្បាស់ប៉ុន្តែកាលពី2ខែមុនទាហានឈុតខ្មៅថៃធ្លាប់មកឈ្លានពានផ្លូវដើរល្បាតខាងកម្ពុជាម្ដងរួចមកហើយពេលនោះក៏មានការផ្ទុះអាវុធស្រដៀងគ្នានេះដែរនាងខ្ញុំទេពសុរាវីវិទ្យុអាស៊ីសេរីភ្នំពេញ
សហគមន៍ការពីប្រៃឈើសាមគ្គីត្រពាំងតាវក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកំពុងមានដំណោះផ្ទៃក្នុងយ៉ាងស្រួចស្រាវហើយដែលមិនទាន់មានអាជ្ញាធរណាចេញមុខសម្រាប់សម្រួលនៅឡើយសមាជិកសហគមន៍ខ្លះបានចោទប្រកាន់ប្រធានរបស់គេថាបានយកដីដែលរដ្ឋប្រគល់ឲ្យទៅលក់ដូរតាមចិត្តខុសពីលក្ខន្តិកៈលោកហងសៅយុទ្ធមានសេចក្តីរាយការណ៍ព័ត៌មាននេះសមាជិករបស់សហគមន៍ការពីព្រៃឈើសាមគ្គីត្រពាំងតាវមួយក្រុមកំពុងទាមទារឲ្យប្រធានសហគមន៍នេះចុះចេញពីតំណែងដោយសារតែគេយល់ឃើញថាប្រធានមិនអនុវត្តការងារទៅតាមច្បាប់ធ្វើឲ្យខូចប្រយោជន៍របស់សហគមន៍អតីតអនុប្រធានសហគមន៍ព្រៃឈើសាមគ្គីត្រពាំងតាវគឺលោកមិនសាវ៉នលោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទទី23ខែធ្នូថាកាលពីពេលថ្មីលោកបានយកស្នាមមេដៃរបស់សមាជិកសហគមន៍មួយចំនួនភ្ជាប់ជាមួយពាក្យបណ្ដឹងទៅដាក់នៅអាជ្ញាធរខេត្តឧត្តរមានជ័យនិងខណ្ឌរដ្ឋបាលព្រៃឈើដើម្បីស្នើសុំឲ្យត្រួតពិនិត្យទៅលើសកម្មភាពរបស់ប្រធានសហគមន៍ដែលបានលក់ដីក្រវ៉ាត់ការពារព្រៃឈើព្រមទាំងផ្នែកខ្លះនៃព្រៃសហគមន៍ផងលោកមិនសវនបានចោទប្រកាន់ប្រធានសហគមន៍ការពារព្រៃឈើឈ្មោះអ្នកស្រីមូលណេនថាប្រព្រឹត្តខុសលក្ខន្តិកៈដោយបោះបង់ចោលសមាជិកចាស់ជាច្រើនព្រមទាំងលក់ដីរដ្ឋមិនត្រឹមត្រូវតាមច្បាប់នេះនឹងគឺគាត់បោះបង់គណៈកម្មការចាស់ចោលទាំងអស់ព្រមទាំងសមាជិកទី2ដីរបស់ដែលរៀបចំសមាជិកដល់ការពារព្រៃសហគមន៍នឹងស្មើ500ក្រោយវាស្មើ12គីឡូគាត់ក៏លក់ទី3គឺដីនៅក្នុងព្រៃសហគមន៍គាត់លក់មួយចំនួនហើយគាត់ចេញផែនទីប្រកាសឥឡូវនឹងចាប់ផ្ដើមលក់ដីនឹងឲ្យបណ្ដឹងចែកដល់ណាខ្លះទេខ្ញុំប្តឹងច្រើនហើយមានអ្នកដោះស្រាយទេវិទ្យុអាស៊ីសេរីមិនអាចតាក់ទងអ្នកស្រីមូលណេនប្រធានសហគមន៍ការពារព្រៃឈើសាមគ្គីត្រពាំងតាវដើម្បីសុំប្រតិកម្មចំពោះការចោទប្រកាន់នោះបានថាយ៉ាងណានៅឡើយក៏ប៉ុន្តែមេឃុំត្រពាំងព្រៃលោកសូណាតបានបដិសេធចោលការចោទប្រកាន់នោះដោយថារូបលោកជាមួយអាជ្ញាធរស្រុកអន្លង់វែងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើព្រមទាំងអ្នកសារព័ត៌មានខ្លះផងបានចុះទៅពិនិត្យមើលកាលពីថ្ងៃទី21ខែធ្នូរួចហើយមិនឃើញមានការលក់ដីព្រៃសហគមន៍ទេលោកសូណាតបានបញ្ជាក់ថាតាមពិតដីក្រវ៉ាត់ការពារព្រៃដែលមានប្រជាពលរដ្ឋជាង100គ្រួសារចូលទៅរស់នៅនោះគឺលោកបានចែកឲ្យដើម្បីឲ្យបានការពារព្រៃឈើមិនមែនប្រធានសហគមន៍ការពារព្រៃឈើជាអ្នកលក់ទេលោកសូណាតប្រតិកម្មថាពាក្យលក់ដីព្រៃនេះគឺចេញពីមនុស្សម្នាក់ឈ្មោះមិនសាវ៉នប៉ុណ្ណោះលោកមិនសាវ៉ននោះកាលពីដើមគាត់គណៈកម្មាធិការរបស់សហគមន៍តែសហគមន៍នេះវាអត់ដំណើរការនៅតែផ្ទះគាត់មិនធ្វើហើយចឹងទេគាត់នោះក៏លាលេខឈប់ចំនួន3ឆ្នាំមកហើយដល់ឃើញសមាជិកនៅភូមិត្រពាំងតាវគេមកនៅជាប់ក្នុងព្រៃសាមគ្គីឃើញខ្ញុំរំលែកដីរៀបចំភូមិថ្មីឲ្យប្រជាពលរដ្ឋសមាជិកសហគមន៍នោះនៅគាត់អត់គេចឹងគាត់ដើររោរឿងគាត់ថាសហគមន៍នេះកັບបំផ្លាញព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើក៏គេមកធ្វើការធ្វើពិនិត្យពីម្សិលមិញហើយនេះខ្ញុំទៅជាមួយទោះយ៉ាងណាសមាជិកសហគមន៍ព្រៃឈើសាមគ្គីត្រពាំងតាវម្នាក់ក្នុងចំណោមជាច្រើនទៀតនៅតែអះអាងថាប្រធានសហគមន៍ព្រៃឈើអ្នកស្រីមូលណេនពិតជាបានលក់ដីក្រវ៉ាត់ការពារព្រៃនោះមែនពេលបង្កើតសហគមន៍ទៅគាត់យកសមាជិកអ្នកថ្មីពីឆ្ងាយមកអញ្ចឹងគាត់លក់មួយប្លង់20ម៉ឺនមួយប្លង់100អញ្ចឹងណាពូខ្ញុំទិញបាន3ប្លង់បាន20បដៅ100មួយប្លង់200មួយប្លង់200កាលពីអំឡុងឆ្នាំ2008រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងដោយប្រគល់ដីព្រៃទំហំ1079ហិកតាទៅឲ្យសហគមន៍ព្រៃឈើសាមគ្គីត្រពាំងតាវការពារនិងថែរក្សាខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបនៅខេត្តកំពង់ចាមនៅវិញប្រជាពលរដ្ឋនៅឃុំសំពង់ជ័យស្រុកជើងព្រៃបានស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាប៉ះពាល់ដល់សុខភាពរបស់ពួកគាត់គឺបណ្ដាលមកពីសិប្បកម្មស្លប្រេងខ្មៅមួយកន្លែងអាជ្ញាធរឃុំបានដឹងថាលោកបានបញ្ជូនសំណើរបស់អ្នកភូមិទៅស្រុករួចរាល់អស់ហើយនឹងក៏ហៅម្ចាស់សិប្បកម្មនោះទៅដោះស្រាយនៅស្រុកដែរក៏ប៉ុន្តែខាងឃុំនៅមិនទាន់ទទួលដំណឹងតបវិញនៅឡើយទេលោកសុតសុខប្រាថ្នារាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋម្នាក់រស់នៅភូមិពោលឃុំសំពង់ជ័យស្រុកជើងព្រៃខេត្តកំពង់ចាមដោយសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាសកម្មភាពស្លប្រេងចាស់ៗនៅក្នុងភូមិរបស់លោកពីសំណាក់សិប្បកម្មមួយកន្លែងបានធ្វើឲ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ពិសេសបណ្ដាលឲ្យប្រជាពលរដ្ឋនៅទីនោះមានជំងឺដង្កាត់ទៀតផងប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចេញមុខនិយាយពីព្រោះប្រជាពលរដ្ឋដឹងថាម្ចាស់សិប្បកម្មនោះមានអំណាចទើបពួកគាត់មិនហ៊ានលោកបន្តថាខាងប្រជាពលរដ្ឋបានស្នើទៅឃុំដើម្បីធ្វើការដោះស្រាយបញ្ហានេះប៉ុន្តែដូចមិនទាន់មានប្រសិទ្ធភាពនោះទេ
នឹងវាឡជាយូរប្រហែលឆ្នាំហើយ 4-5 ឆ្នាំហើយឡពេលហ្នឹងធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិអ្នកខ្លះទៅជាលាកសួតលាកពងកហើយអ្នកខ្លះហ្នឹងទៅជាក្អួតជាអោវិលមុខរត់ឡាយអ្នកខ្លះក៏ទៅជាឈឺក្បាលលាកច្រមុះហ្នឹងបងប្រពន្ធដដែលបានបន្ថែមទៀតថាឲ្យតែពេលសិប្បកម្មស្លប្រេងចាស់ៗនោះដំណើរការធ្វើឲ្យផ្សែងខ្មៅចេញពីរោងចក្រអណ្ដែតពីពេញភូមិពិសេសនៅរដូវវស្សាពេលដែលខ្យល់បក់ម្ដងបើទោះបីជាមានការដាក់បំពង់ផ្សែងយ៉ាងណាក៏ដោយផ្សែងខ្មៅទាំងនោះមានក្លិនអាក្រក់ទើបបណ្ដាលឲ្យមនុស្សគ្រប់វ័យទទួលរងនូវផលប៉ះពាល់ជាហូរហែលោកស្នើឲ្យសិប្បកម្មស្លប្រេងចាស់នោះក៏បីទៅបោះទីតាំងនៅកន្លែងថ្មីដែលស្ថិតនៅឆ្ងាយអំពីភូមិទើបអាចធានាបាននៅការរស់នៅរបស់ប្រជាពលរដ្ឋដោយគ្មានក្តីព្រួយបារម្ភខ្ញុំស្នើសុំធ្វើម៉េចកុំឲ្យគេឡនៅនឹងទៀតហើយបើសិនជាគេឡសូមឲ្យទៅឡចម្ងាយហើយណាឲ្យបាន1គីឡូដីពីភូមិហ្នឹងវាអាចការពលៀបហើយវាមិនអាចជះមកលើភូមិវិញបានទេតែបើសិនជាឡនៅនឹងទោះដាក់កម្ពស់ដល់រហូតទៅដល់10ម៉ែត្រក៏នៅតែធំដែរអញ្ចឹងខ្ញុំសូមកុំឲ្យគេឡនៅនឹងទៀតផងមេឃុំសំពងជ័យលោកម៉ៅគង់បានមានប្រសាសន៍ថាកន្លងមកលោកបានចុះទៅដល់ទីតាំងកន្លែងសិប្បកម្មនោះដើម្បីធ្វើការពិភាក្សាជាមួយម្ចាស់ស្វែងរកដំណោះស្រាយប៉ុន្តែមិនសូវបានជួបជាមួយម្ចាស់នោះទេគឺជួបតែជាមួយកម្មករដោយនេះធ្វើឲ្យលោកមានការលំបាកលោកបន្តថាលោកមិនបានដឹងច្បាស់ចំពោះផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះទេប៉ុន្តែលោកបញ្ជាក់ថាផ្សែងដែលចេញពីរោងចក្រនោះពិតជាមានក្លិនមិនល្អមែនកន្លងមកនោះទេបងគាត់មកឡកណ្ណាម្ចាស់អត់មកទេមានតែកូនឈ្នួលទេបាទខ្ញុំចង់ជួបកាត់ទីវិញដល់ប៉ុន្តែមកជួបគាត់បាទខ្ញុំទៅកាត់រហូត 3-4 ដងហើយហើយមុនខ្ញុំទៅរហូតទៀតតែដល់ឥឡូវគេជូនដល់ស្រុកទី3ស្រុកដឹងដែរហើយលោកមានប្រសាសន៍បន្ថែមថាខាងលោកបានបញ្ជូនសំណើរបស់ប្រជាពលរដ្ឋទៅកាន់ស្រុកនិងបានកោះហៅម្ចាស់សិប្បកម្មនោះដើម្បីចូលខ្លួនទៅដោះស្រាយបញ្ហានេះនៅឯស្រុកជាមួយគ្នាប៉ុន្តែគ្រាន់តែលោកមិនទាន់ទទួលបានដំណឹងត្រឡប់មកវិញនោះទេលោកបញ្ជាក់ថាកន្លងមកខាងឃុំស្រុកនិងខេត្តក៏បានចុះទៅពិនិត្យដល់កន្លែងសិប្បកម្មនោះហើយដែរដើម្បីសិក្សាពីផលប៉ះពាល់និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋទាំងនោះហើយក្រោយមកក៏មានការបដូរទីតាំងកន្លែងស្លប្រេងនោះដែរប៉ុន្តែប្រជាពលរដ្ឋនៅតែត្អូញត្អែថាកន្លែងចាស់និងកន្លែងថ្មីខុសត្រូវគ្នាតែបន្តិចបន្តួចប៉ុណ្ណោះដែលធ្វើឲ្យផលប៉ះពាល់នៅតែមានចំពោះពួកគាត់ដដែលខ្ញុំសោតសុខប្រាថ្នាវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តកំពង់ចាមចាលោកនាងជាទីមេត្រីប្រជាពលរដ្ឋពីគ្រួសារជាអ្នកជំនួញសត្វក្របីអំពីនីវឲ្យចៅក្រមស៊ើបសួរនៅតុលាការខេត្តតឹងត្រែងស៊ើបអង្កេតបន្ថែមទៅលើករណីក្របី4ក្បាលជាភ័ស្តុតាងក្នុងរឿងក្តីចោរកម្មដែលមន្ត្រីកងរាជអាវុធហត្ថយកទៅលាក់ទុកបំពេញច្បាប់លោករដ្ឋាភិបាលរាយការណ៍អំពីរឿងនេះប្រជាពលរដ្ឋពីគ្រួសាររស់នៅភូមិថាឡាបរវត្តឃុំថាឡាបរវត្តស្រុកថាឡាបរវត្តទៅថ្ងៃច័ន្ទទី23ខែធ្នូសម្ដែងការបារម្ភខ្លាចបាត់វត្ថុតាងក្របី4ក្បាលបន្ថែមទៀតដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលាក់ទុកបន្ទាប់ពីសមត្ថកិច្ចបានរឹបអូសពីប្រជាពលរដ្ឋក្នុងបទចោទថាក្របីនោះពាក់ព័ន្ធនឹងអំពើចោរកម្មការអំពាវនាវធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋជាចុងចោទអះអាងថាបានរកឃើញកន្លែងលាក់ទុកក្របីរបស់ខ្លួនពីកន្លែងគឺក្របីចំនួន4ក្បាលត្រូវលាក់ទុកនៅចំការអ្នកស្រីខំពេងស្ថិតក្នុងឃុំកំភុនស្រុកសេសាននិងក្របី5ក្បាលទៀតត្រូវគេលាក់ទុកនៅក្រៅអតីតវិជាការដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងក៏ប៉ុន្តែក្របីទាំង5ក្បាលត្រូវគេជម្លៀសចេញទៅទីផ្សេងបន្ទាប់ពីបែករឿងលាក់ទុកក្របីនេះអ្នកជំនួយក្របីអ្នកស្រីប៊ុនច័ន្ទធូមានប្រសាសន៍បញ្ជាក់ថាប្រសិនមន្ត្រីតុលាការមិនប្រញាប់ឃាត់ទុកក្របីទាំង4ក្បាលនោះទេវត្ថុតាងនេះនឹងត្រូវគេជម្លៀសចេញបាត់ទៀតអ្នកស្រីអះអាងថាក្របីទាំង4ក្បាលដែលបានរកឃើញនោះមានលិខិតបញ្ជាក់ភិនភាគដែលអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ជូនអ្នកស្រីបន្ទាប់ពីអ្នកស្រីបានទិញក្របីពីប្រជាពលរដ្ឋក្របីទាំង4ក្បាលនោះ2ក្បាលជារបស់អ្នកស្រីនិង2ក្បាលទៀតជារបស់អ្នកជំនួញក្របីម្នាក់ផ្សេងទៀតគឺលោកស្វាយសាវឿខ្ញុំសូមអន្តរឲ្យខាងតុលាការនឹងជួយរកយុត្តិធម៌ខ្ញុំហើយជួយរកក្របីឲ្យខ្ញុំបានលឿនខ្ញុំឃើញហើយគាត់តែយើងមកប្រាប់ទៅរកម្ដងទៀតបាត់នឹងយកទៅទុកមកណាលាក់នៅកផុនឥឡូវនៅកផុនតដាក់តបាត់តណាឯងកាលពីថ្ងៃទី27និងថ្ងៃទី28ខែតុលាកន្លងទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានរឹបអូសក្របី27ក្បាលនិងគោយន្តមួយគ្រឿងរបស់អ្នកចំនួនក្របី2គ្រួសារក៏ប៉ុន្តែក្នុងកំណត់ហេតុរបស់មន្ត្រីអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការគឺវត្ថុតាងក្របីដែលបានរឹបអូសមានចំនួន20ក្បាលនិងគោយន្តមួយគ្រឿងរួមទាំងឃាត់ខ្លួនអ្នកចំនួនក្របី2នាក់ប៉ុន្តែបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ
វិទ្យុអាស៊ីសេរីនៅថ្ងៃទី23ខែធ្នូមិនអាចតាក់ទងចៅក្រមស៊ើបសួរលោកសាយសរុនសូមអធិប្បាយបញ្ហានេះបានទេក៏ប៉ុន្តែរបាយការណ៍អង្គការរបស់មន្ត្រីការពារសិទ្ធិមនុស្សអាត60ខែស្ទឹងត្រែងឲ្យដឹងថាក្របី4ក្បាលដែលចុងចោតអះអាងថាជាក្របីរបស់ខ្លួនគឺស្ថិតនៅក្រោមការថែរក្សារបស់ស្ត្រីម្នាក់ជាម្ដាយមន្ត្រីកងរាជអាវុធហត្ថស្រុកសេសានស្ត្រីឈ្មោះថាខំពេងអាយុ52ឆ្នាំមានទីលំនៅនៅភូមិកំភុនឃុំកំភុនស្រុកសេសានមានប្រសាសន៍បញ្ជាក់ថាក្របី4ក្បាលនេះគឺកូនរបស់គាត់បានយកមកផ្ញើទុកប្រហែលជិត2ខែមកហើយគាត់បញ្ជាក់ថាក្របី4ក្បាលនេះកូនគាត់បានយកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមកឲ្យគាត់ជួយថែរក្សាបណ្ដោះអាសន្នដោយសារគ្មានអ្នកថែរក្សាតែកូនពិសាខ្ញុំមាននិយាយថាគេហៅទៅយកក្របីហ្នឹងនៅតុលាការខេត្តពួកនេះអត់ដឹងមុខដឹងក្រោយទេទោះជាយ៉ាងនេះក៏ដោយមេធាវីការពីក្តីជនជាប់ចោតលោកម៉ៅសេរីអាងថាចៅក្រមស៊ើបសួរបានកោះហៅកូនក្តីលោកចូលបំភ្លឺពីករណីបាត់ក្របីជាវត្ថុតាងនោះរួចហើយនិងកំពុងបន្តអញ្ជើញភាគីមន្ត្រីកងរាជអាវុធហត្ថចូលមកបំភ្លឺពីការចោទប្រកាន់នេះលោកបន្តថាវត្ថុតាងគោយន្តរបស់កូនក្តីលោកក៏ត្រូវគេបន្លំដូរដូចគ្នាសមត្ថកិច្ចទៅចូលមកឆ្លើយក្នុងសប្តាហ៍នេះដូចជាថ្ងៃហ្នឹងដើម្បីបញ្ជាក់តែពេលហ្នឹងបើសិនជាសមត្ថកិច្ចអានថានៅតែបង្ក្រាបបាន20ក្បាលហើយខាងកូនក្តីខ្ញុំហើយអានថាមាន27ក្បាលពេលហ្នឹងជាប្រតិបត្តិតាមរបស់គ្នាកាលពីថ្ងៃទី24វិច្ឆិកាជាក្រុមស៊ើបសួរលោកសាយសរុនបានចេញដីកាប្រគល់គោយន្តទៅឲ្យអ្នកជំនួញក្របីវិញក៏ប៉ុន្តែម៉ាស៊ីននោះមិនមែនជាម៉ាស៊ីនដែលសមត្ថកិច្ចកងរាជអាវុធហត្ថបានរឹបអូសឡើយបន្ទាប់មកនៅថ្ងៃទី2ខែធ្នូចៅក្រមរដាលបានចេញដីកាមួយផ្សេងទៀតប្រគល់ក្របីជូនអ្នកជំនួញក្របីដូចគ្នាក៏ប៉ុន្តែក្របីដែលប្រគល់មានតែចំនួន16ក្បាលខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីចាំមន្ត្រីខុទ្ទកាល័យក្រសួងធនធានទឹកនិងអូតូនិយមបានដឹងថាប៉ុន្មានថ្ងៃមកនេះសីតុណ្ហភាពបានចុះត្រជាក់ខ្លាំងចន្លោះពី12ដល់15អង្សាសេនៅតាមតំបន់មួយចំនួនជាពិសេសគឺនៅតំបន់ភ្នំចាលោកច័ន្ទយុទ្ធានាយខុទ្ទកាល័យក្រសួងធនធានទឹកបានប្រកាសជូនដំណឹងថាចាប់ពីចុងខែធ្នូរហូតដល់ដើមខែមករាឆ្នាំ2014នឹងមានអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ចន្លោះពី7ទៅ8អង្សាសេឬធ្លាក់ចុះទាបជាងនេះនៅតំបន់ភ្នំឬក៏នៅលើកំពូលភ្នំសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅឆ្នាំនេះមិនធ្លាប់មានទេនៅប្រទេសកម្ពុជាក្នុងរយៈពេល30ឆ្នាំកន្លងទៅនេះតែកតិនបញ្ហាអាកាសធាតុត្រជាក់នេះមន្ត្រីយោធាប្រចាំការនៅលើកំពូលភ្នំប្រាសាទព្រះវិហារដែលសុំមិនបញ្ចេញឈ្មោះបានដឹងថាសីតុណ្ហភាពនៅលើកំពូលភ្នំប្រាសាទព្រះវិហារនៅសប្តាហ៍កន្លងទៅនេះបានចុះមកដល់12អង្សាសេដែលបណ្ដាលឲ្យឆ្មាំការពារប្រាសាទនិងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅតំបន់នោះជួបការលំបាកនិងពិបាកទ្រាំក្នុងការរស់នៅចំពោះសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលជម្រាបជូនដោយនាងខ្ញុំម៉ៅសុធានីសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះចាលោកនាងជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍មួយចំនួនទៀតផ្ដោតអំពីប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជាវៀតណាមនៅក្នុងស្រុកស្វាយជ្រុំខេត្តស្វាយរៀងកំពុងប្រឈមបញ្ហាខ្វះទឹកដាក់ស្រែដោយសារតែអាជ្ញាធរវៀតណាមហាមឃាត់បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅស្រុកវាលវែងខេត្តពោធិ៍សាត់ជាមួយនឹងក្រុមហ៊ុន MDS របស់លោកអុកញ៉ាទ្រីភិបហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍ទាំងនេះជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដាចាលោកនាងជាទីមេត្រីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជាវៀតណាមទោះបីជារដ្ឋាភិបាលបានបោះបង្គោលព្រំសីមារួចហើយក្តីក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរដែលរស់នៅជាប់ព្រំដែនមិនមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបរបរអាជីវកម្មជាពិសេសគឺការប្រកបមុខរបរស្រែចម្ការនៅលើដីរបស់ខ្លួននោះឡើយប្រជាពលរដ្ឋនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានលើកឡើងថាពួកគាត់កំពុងប្រឈមនឹងបញ្ហាខ្វះទឹកបញ្ចូលដាក់ស្រែដោយសារតែអាជ្ញាធរវៀតណាមបានហាមឃាត់លោកទីនសាការីយ៉ាមានសេចក្តីរាយការណ៍បញ្ហានេះ
ទឹកជាប្រភពដ៏សំខាន់ក្នុងការយកមកប្រើប្រាស់របស់ប្រជាកសិករដើម្បីប្រកបរបរកសិកម្មក៏ប៉ុន្តែសម្រាប់ប្រជាកសិករនៅតាមតំបន់ដាច់ស្រយាលតំបន់ព្រំដែនវៀតណាមខេត្តស្វាយរៀងកំពុងជួបឧបសគ្គក្នុងការប្រើប្រាស់ទឹកព្រែកជាឫស្សីប្រជាពលរដ្ឋនៅភូមិជាឫស្សីស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានត្អូញត្អែថាពួកគាត់មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការយកទឹកព្រែកជាឫស្សីដែលជាប់នៅព្រំដែនវៀតណាមបង្ហូរដាក់ស្រែនោះបានទេដោយសារតែអាជ្ញាធរវៀតណាមមិនអនុញ្ញាតឲ្យជីកប្រឡាយបង្ហូរពីព្រែកចូលស្រែរបស់ពួកគាត់នោះទេទោះបីជាព្រែកនោះនៅខាងដីខ្មែរក៏ដោយប្រជាពលរដ្ឋមួយរូបឈ្មោះសវណ្ណបានរៀបរាប់ថាពួកគាត់ធ្វើស្រែជារៀងរាល់ឆ្នាំពឹងអាស្រ័យលើទឹកភ្លៀងនិងទឹកព្រែកជាឫស្សីនេះដែលជាប្រភពទឹកដ៏សំខាន់លោកបញ្ជាក់ថានៅខែប្រាំងពួកគាត់ត្រូវបូមទឹកព្រែកដាក់ស្រែក៏ប៉ុន្តែការបូមទឹកនេះត្រូវចំណាយលុយច្រើនដោយសារតលទយោវែងនិងច្រន្តទឹកមិនសូវខ្លាំងតែបើជីកប្រឡាយបង្ហូរទឹកចេញពីព្រែកចូលទៅក្នុងដីស្រែនោះទើបមានទឹកច្រើនតែត្រូវបានអាជ្ញាធរវៀតណាមហាមឃាត់គាត់ថាយើងជីកហើយជាគ្រឿងចាក់គ្រឿងអីគេមកឲ្យយើងជីកគេមកឲ្យយើងទៅកាយពោះជីកដៃបាទហ្នឹងបើយើងធ្វើទៅស្មើប្រព័ន្ធទឹកបលាយទឹកអត់បញ្ហាទេគេឲ្យយើងធ្វើបានខាងព្រំដែនខាងវៀតណាមព្រែកជាឫស្សីជាព្រែកមួយបច្ចុប្បន្ននេះមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀងព្រែកនេះមានប្រវែងវែងតភ្ជាប់ទៅខេត្តព្រៃវែងទៀតអ្នកស្រុកអះអាងដូចគ្នាថាពួកគាត់មិនអាចជីកប្រឡាយដោយប្រើគ្រឿងចាក់ដើម្បីបង្ហូរទឹកព្រែកចូលស្រែបានទេដោយអាជ្ញាធរវៀតណាមឆ្លងព្រែកមកហាមឃាត់ទោះបីជាបង្គោលព្រំដែនខណ្ឌដាច់ពីគ្នាក៏ដោយពួកគាត់បានលើកឡើងថាពួកគាត់ជីកប្រឡាយស្ថិតនៅលើដីខ្មែរទេតែអាជ្ញាធរវៀតណាមមិនអនុញ្ញាតហើយអាជ្ញាធរកម្ពុជាក៏មិនហ៊ានការពារពួកគាត់នោះដែរប្រជាពលរដ្ឋទាំងនោះបានលើកជាចម្ងល់ថាមូលហេតុអ្វីបានជាពួកគាត់ចង់ជីកប្រឡាយបង្ហូរទឹកនៅលើដីស្រែរបស់ខ្លួនមិនបានតើហេតុអ្វីបានជាវៀតណាមមានសិទ្ធិគ្របដណ្ដប់មកលើទឹកដីកម្ពុជាដូច្នេះយកខូចដែរឆ្ងល់ដែរនឹងកូនទឹកក៏គេមិនឲ្យដែរគេមិនឲ្យជីកចូលមកដីយើងហ្នឹងបើគេជីកគ្រប់កន្លែងហ្នឹងទំនុកសុខសាnhưngគេជីកឲ្យហូរទៅខាងគេហើយខាងយើងគេមិនឲ្យជីកទេស្ត្រីមានវ័យជាង50ឆ្នាំឈ្មោះសៅបានឲ្យដឹងថាប្រជាពលរដ្ឋខ្មែរនិងវៀតណាមរស់នៅតាមតំបន់ព្រំដែនដូចគ្នាគឺមានសិទ្ធិខុសគ្នាអ្នកស្រីបញ្ជាក់ថាប្រជាពលរដ្ឋវៀតណាមមានសិទ្ធិសពបែបយ៉ាងក្នុងការបូមយកទឹកព្រែកទាំងបូមទាំងជីកប្រឡាយបង្ហូរទឹកតែចំពោះប្រជាពលរដ្ឋខ្មែរវិញបើអ្នកណាហ៊ានជីកប្រឡាយបង្ហូរទឹកនោះអាជ្ញាធរវៀតណាមនឹងចាប់ខ្លួនមិនឲ្យទម្លាយដេញផ្លូវប្រឡាយបើសិនជាយើងបូមម៉ាស៊ីនអញ្ចឹងបានបើវៀតណាមវិញធ្វើបានណាចាគេធ្វើបានគេមើលប្រឡាយគេធ្លុងឡើងព្រែកគេខាត់ខ្វែងយើងអត់មានហងមើលពិបាកដែរហ្នឹងអូនដល់ចឹងងាប់ស្រូវអស់ហើយលេងហើយស្នើទៅថ្នាក់លើអញ្ចឹងគេតែបាត់ទៅអញ្ចឹងណាទាស្រុកមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែននិងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាលោកវ៉ាកំហុងមានប្រសាសន៍ថាលោកមិនបានទទួលរបាយការណ៍នេះពីអាជ្ញាធរមូលដ្ឋាននៅឡើយតែយ៉ាងណាក៏ដោយលោកវ៉ាកំហុងអះអាងថាប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានសិទ្ធិស្មើគ្នាក្នុងការយកទឹកព្រែកមកប្រើប្រាស់អាហ្នឹងដែលយើងខំចរចាបាននៅ2005ដែលសម្រាប់លោកយើងចរចាបានណាពីញ៉ាំផែនយើងមានសិទ្ធិប្រើទឹកហ្នឹងដូចគេដែរប៉ុន្តែគាត់ថាចេះបន្លាយខាងគេនេះការយកបានគឺការជិះយូរហើយជិះមុនឡើយដែលយើងចរចាបាន2005ហើយដូច្នេះយើងក្រោយគេបើយើងចង់ធ្វើអីដឹកជិះអីទៀតក៏យើងប្រាប់ឲ្យពីគោលឈ្មោះគេបងថាឯងទៅជិះខ្ញុំជិះដែរហើយជាគណៈប្រាប់ឲ្យគេដឹងជូនដំណឹងទៅគេដល់ពីដឹងផងព្រែកឫស្សីជាតំបន់ព្រំប្រទល់រវាងប្រទេសកម្ពុជានិងវៀតណាមប្រជាពលរដ្ឋទាំងពីររស់នៅតាមដងព្រែកនេះប្រកបមុខរបរកសិកម្មដែលពឹងប្រភពទឹកព្រែកជាកត្តាសំខាន់ក៏ប៉ុន្តែបើក្រឡេកមើលទៅខាងផ្នែកវៀតណាមវិញមានប្រឡាយទឹកធំជាច្រើនដែលវៀតណាមជីកបង្ហូរទឹកដាក់ស្រែនិងដាក់ដំណាំកសិកម្មផ្សេងទៀតដោយឡែកនៅប៉ែកខាងកម្ពុជាវិញប្រជាពលរដ្ឋខ្មែរមិនអាចជីកព្រែកដូចវៀតណាមបានទេដោយសារតែការហាមឃាត់នេះអ្នកស្រីសៅបានបន្ថែមថាប្រជាពលរដ្ឋជាច្រើនខ្វះស្បៀងដោយសារតែពួកគាត់មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការជីកប្រឡាយបង្ហូរទឹកដូចវៀតណាមនេះអ្នកស្រីអះអាងថាស្រែរបស់ពួកគាត់មួយចំនួនស្រូវស្កកហើយស្រែដែលធ្វើបានផលនោះគឺស្រែនៅជិតមាត់ព្រែកបាក់មែនតើនឹងពិបាកដល់ស្រូវធ្វើបានតែជើងនឹងអូនជើងមួយជើងទៀតធ្វើអត់បានទេគោកអស់លេងអត់មានទឹកទេធ្វើបានតែមាត់ព្រែកចឹងខ្សែស្រែជាប់មាត់ព្រែកចឹងចោលទៅដីហ្នឹងចោលទៅទេឆ្ងាយពីព្រែកធ្វើបានទេអត់បានទេបានតែជាប់មាត់ព្រែកចឹងអូនចឹងឲ្យខ្លះទៅក៏គ្នាមានខ្លះក៏អត់ចឹងទៅដី
របាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាហៅកាត់ថា CDRI ឆ្នាំ2013នេះសរសេរថាអនុវិស័យសំខាន់ៗស្រូវដំណាំកសិកម្មផ្សេងៗទៀតដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភាគច្រើននៅកម្ពុជាដោយផ្ដល់ការងារប្រមាណ 72% នៃកម្លាំងពលកម្មសរុបក្នុងនេះមានទាំងប្រជាពលរដ្ឋក្រីក្រភាគធំផងវិស័យកសិកម្មជាពិសេសដំណាំស្រូវជាវិស័យសំខាន់បំផុតមួយសម្រាប់ការអភិវឌ្ឍសង្គមនិងការកាត់បន្ថយភាពក្រីក្រក្រមប្រជាពលរដ្ឋបានលើកឡើងថាការបង្ហូរទឹកព្រែកមិនបាននេះជាឧបសគ្គដ៏ចម្បងក្នុងការប្រមូលទិន្នផលស្រូវឲ្យបានច្រើនក្នុងមួយឆ្នាំជាពិសេសទៅទៀតនោះមានប្រជាពលរដ្ឋមួយចំនួនបោះបង់ដីស្រែហើយធ្វើចំណាកស្រុកក៏មានម្យ៉ាងវិញទៀតចំពោះសមត្ថកិច្ចមូលដ្ឋានវិញក៏មិនបានការពារឬតទល់ជាមួយអាជ្ញាធរវៀតណាមនៅពេលអាជ្ញាធរវៀតណាមមកទប់ស្កាត់នោះទេប្រជាពលរដ្ឋអះអាងថាអាជ្ញាធរកម្ពុជាក៏ហាមឃាត់ពួកគាត់មិនឲ្យជិះប្រឡាយបង្ហូរទឹកនេះដែរអ្នកខ្លមើលផ្នែកអភិវឌ្ឍសង្គមលោកកែមលីដែលលោកបានចុះទៅមើលទីតាំងប្រជាពលរដ្ឋមានបញ្ហានេះផ្ទាល់ដែរនោះមានប្រសាសន៍ថាវៀតណាមហាក់កំពុងធ្វើអាណានិគមមកលើកម្ពុជាពីព្រោះថាអាជ្ញាធរវៀតណាមមានសិទ្ធិគ្រប់យ៉ាងមកលើអាជ្ញាធរកម្ពុជាស្ថានភាពបែបនេះគ្រប់ទីកន្លែងគឺមានភាពផុយស្រួយសម្រាប់ការបាត់បង់ទឹកដីមានភាពផុយស្រួយសម្រាប់ការរបស់ប្រជាពលរដ្ឋអាចទទួលរងការរំលោភបំពានពេលគាត់ប្រើប្រាស់ទឹកឬដីរបស់គាត់ការទទួលរងនៅអាណានិគមជាក់ស្ដែងតែម្ដងដែលយើងមិនចង់ឃើញយើងត្រូវតែឯករាជ្យនៅក្នុងការកាន់កាប់ទឹកដីឯករាជ្យនៅក្នុងការធ្វើស្រែចម្ការឯករាជ្យនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តខាងផ្នែករដ្ឋបាលបាទនៅតាមព្រំប្រទល់ដែនរវាងកម្ពុជាវៀតណាមមានភាពខុសគ្នានៅខាងវៀតណាមជាប់មាត់ព្រែកនោះវៀតណាមបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូដើម្បីឲ្យប្រជាពលរដ្ឋរបស់ខ្លួនឆ្លងកាត់ដោយឡែកនៅប៉ែកខាងកម្ពុជាវិញមិនមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់នោះទេទាក់ទងនឹងបញ្ហានេះអ្នកខ្លមើលផ្នែកអភិវឌ្ឍសង្គមបានពន្យល់ថារដ្ឋាភិបាលកម្ពុជាត្រូវមានយន្តការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែននិងការកំណត់ព្រំប្រទល់ដែនជាដើមម្យ៉ាងទៀតរដ្ឋាភិបាលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធមុនគេនិងរៀបចំភូមិសាស្ត្រនិងត្រូវរៀបចំសមត្ថភាពអាជ្ញាធរដែនដីនៅតាមព្រំដែននោះឲ្យមានការគ្រប់គ្រងដែនដីដោយឯករាជ្យរដ្ឋាភិបាលកម្ពុជាត្រូវមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលវៀតណាមនៃការប្រើប្រាស់ធនធានរួមនោះឲ្យបានច្បាស់លាស់និងផ្ដល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាបើមិនដូច្នោះទេប្រទេសកម្ពុជានឹងធ្លាក់ចូលក្នុងស្ថានភាពអាក្រក់ជាងនេះទៅទៀតនៅពេលខាងមុខខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីខេត្តស្វាយរៀងសំណោះដីធ្លីរវាងក្រុមហ៊ុន MDS របស់លោកអង្ញាទ្រីភិបជាមួយនឹងប្រជាពលរដ្ឋនៅស្រុកវាលវែងខេត្តពោធិ៍សាត់រយៈពេលជិត4ឆ្នាំមកហើយនេះនៅមិនទាន់ដោះស្រាយចប់នៅឡើយទេខណៈដែលគ្រឿងចក្ររបស់ក្រុមហ៊ុនកំពុងសម្រុកឈូសឆាយប៉ះពាល់ទៅលើដីរបស់ប្រជាពលរដ្ឋការរំលោភយកដីរបស់ពលរដ្ឋពីសំណាក់ក្រុមហ៊ុន MDS នេះបានធ្វើឲ្យប្រជាពលរដ្ឋងើបតវ៉ាជាទ្រង់ទ្រាយធំដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយវិបត្តិដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ៗតើអាជ្ញាធរយល់ឃើញយ៉ាងណាចំពោះសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋលោកចិនជាថាជួនសេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាច្រើនគ្រួសារនៅឃុំថ្មដានិងឃុំអន្លង់រៀបស្រុកវាលវែងខេត្តពោធិ៍សាត់បានព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីជួបអាជ្ញាធរថ្នាក់ខេត្តនិងមន្ត្រីរាជរដ្ឋាភិបាលដែលអាចអាកាត់ចំពោះទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានរបស់ពួកគាត់ក្រុមអ្នកភូមិដែលភាគច្រើនគឺជាគ្រួសារអតីតនាយទាហានកងទ័ពខ្មែរក្រហមអះអាងថាពួកគាត់បានរស់នៅនិងកាន់កាប់លើដីស្រែចម្ការរបស់ខ្លួនតាំងពីក្រោយសមាហរណកម្មឆ្នាំ1998ក៏ប៉ុន្តែនៅឆ្នាំ2010ក្រុមហ៊ុន MDS បានធ្វើសកម្មភាពឈូសឆាយនិងចោទប្រកាន់ពួកគាត់ថាកាន់កាប់ដីខុសច្បាប់ទៅវិញបាតកម្មឬសកម្មភាពតវ៉ារឿងដីធ្លីជាទ្រង់ទ្រាយធំដែលមិនធ្លាប់កើតមាននៅលើទឹកដីស្រុកវាលវែងបានលេចចេញជារូបរាងនៅថ្ងៃទី16ខែធ្នូឆ្នាំ2013ក្រុមប្រជាពលរដ្ឋប្រមាណជា100នាក់សង្ឃឹមថានឹងមានឱកាសបានជួបប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់និងមន្ត្រីជំនាញផ្នែកដីធ្លីផ្សេងទៀតដើម្បីទម្លុះភាពទាល់ច្រកនៃការដោះស្រាយវិបត្តិដីធ្លីរបស់ពួកគាត់ក៏ប៉ុន្តែត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញទាំងនោះគេចចេញពី
បញ្ហាខណៈដែលខ្លួនកំពុងតែធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅក្នុងបរិវេណវត្តមួយក្បែរសាលាស្រុកវាលវែងតំណាងប្រជាពលរដ្ឋនៅឃុំអន្លង់រៀបលោកជុំសារ៉ាតមានប្រសាសន៍ថាក្រោយពីលោកបានដឹកនាំអ្នកភូមិទៅតវ៉ារឿងដីធ្លីនៅក្បែរសាលាស្រុកវាលវែងរួចមករូបគាត់ត្រូវបានអាជ្ញាធរភូមិឃុំនិងស្រុកមានការរើសអើងនិងបានគំរាមកំហែងប្រជាពលរដ្ឋដែលទៅចូលរួមតវ៉ាជាមួយលោកទៀតផងមានការព្រួយបារម្ភខ្លះដែរគំរាមកំហែងហ្នឹងមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនទៅមេឃុំទៅប្រធានភូមិអនុភូមិអីគេគំរាមថាឯងទៅប្រយ័ត្នជាប់គុកឯងទៅនឹងមានការអីឯងទៅស្រែកអាឡូអាឡាហ្នឹងបានប្រយោជន៍អីតែអ្នកទៅសិតតែអ្នកចង់ចូលគុកអាហ្នឹងមានប៉ុណ្ណឹងឯងចំពោះខ្ញុំគាត់នៅឮដំណឹងជាពលរដ្ឋយើងប្រាប់ថាបងឯងអ្នកដឹកនាំទាំងអស់នៅក្នុងភូមិឃុំស្រុកហើយនឹងស្ថាប័នទាំងអស់គេកំពុងតែស្អប់បងឯងលោកបញ្ជាក់ថាលោកបានស្រង់ស្ថិតិចំនួនគ្រួសារនិងទំហំដីដែលមានផលប៉ះពាល់ពិតប្រាកដជូនសាលាស្រុកវាលវែងនិងសមាគមអាត6ប្រចាំខេត្តពោធិ៍សាត់ដើម្បីឲ្យជួយដោះស្រាយរួចហើយក្នុងនោះមាន70គ្រួសារបានប៉ះពាល់ដីនៅក្នុងចំណុចក្រុមហ៊ុន MDS 1និង46គ្រួសារផ្សេងទៀតបានប៉ះពាល់ដីនៅក្នុងចំណុចក្រុមហ៊ុន MDS 2ហើយគ្រួសារទាំងនោះមកពីភូមិចំនួន4គឺភូមិក្រាំងរងៀងភូមិចំការជ្រៃខាងត្បូងភូមិចំការជ្រៃខាងជើងនិងភូមិកណ្ដាលចំណែកប្រជាពលរដ្ឋម្នាក់ទៀតរស់នៅភូមិសង្គមថ្មីឃុំថ្មដាអ្នកស្រីដួងសុខជាមានប្រសាសន៍បញ្ជាក់ថាចាប់តាំងពីមានការអភិវឌ្ឍរបស់ក្រុមហ៊ុន MDS មករូបគាត់ស្គាល់តែទឹកភ្នែកនិងការឈឺចាប់ដោយសារតែកម្លាំងសមត្ថកិច្ចចម្រុះមកដកបំផ្លាញដំណាំនិងផ្ទះសម្បែងរបស់គាត់ដើម្បីយកដីឲ្យក្រុមហ៊ុនលោកក្រុមហ៊ុននេះយកដីខ្ញុំក្នុងរយៈ4ឆ្នាំនេះខ្ញុំដាំជាដំណាំអ្វីមួយក៏ដាំមិនបានដែរក្មួយដាំចេកដកចេកដាំដូងដកដូងធ្វើផ្ទះសម្បែងគឺយកឡានកម្លាំងតាហ៊ានប៉ូលីសហ្នឹងមករុះរើផ្ទះខ្ញុំមកដឹកឈើដឹកស័ង្កសីខ្ញុំហ្មងក្មួយខ្ញុំសូមសំណូមពរថាធ្វើយ៉ាងម៉េចដីក្នុងកលុកក្រុមហ៊ុនដោយបងប្អូនដែរហេតុអីមិនបានជួយគិតគូរឲ្យខ្ញុំដែលសម្ដេចហ៊ុនសែននេះប្រើនិស្សិតឲ្យទៅវាស់និយមបកពួកក្មួយប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថាគ្រឿងចក្ររបស់ក្រុមហ៊ុន MDS កំពុងតែធ្វើសកម្មភាពឈូសឆាយវាតយកដីនៅចំណុចភ្លុកដំរីស្ថិតនៅភូមិឯកភាពឃុំថ្មដានិងមួយកន្លែងទៀតកំពុងតែធ្វើសកម្មភាពនៅភូមិចំការជ្រៃខាងត្បូងស្ថិតនៅឃុំអន្លង់រៀបស្រុកវាលវែងខេត្តពោធិ៍សាត់អភិបាលរងខេត្តពោធិ៍សាត់ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីលោកសួនរិនឌីមានប្រសាសន៍ថាបញ្ហាដីធ្លីនៅស្រុកវាលវែងកាន់តែមានភាពស្មុគស្មាញឡើងដោយសារតែប្រជាពលរដ្ឋមួយចំនួនដែលពុំមានបញ្ហាពិតប្រាកដបាននាំគ្នាមកតវ៉ាដែរលោកបន្តថាវាគឺជារឿងដែលគួរឲ្យងឿងឆ្ងល់ពីព្រោះក្រុមហ៊ុនបានធ្វើការអភិវឌ្ឍពី3ឆ្នាំមកហើយទើបមានការផ្អើលតវ៉ាម្យ៉ាងវិញទៀតដីដែលមានផលប៉ះពាល់ជាមួយនឹងក្រុមហ៊ុនត្រូវបានគេវាស់វែងជូនពួកគាត់ស្ទើរគ្រប់គ្នាអស់ហើយយើងមិនទុកទេប៉ុន្តែយើងត្រូវតែមើលសង្កេតការវាថាយើងគួរត្រូវទៅដោះរបៀបមិនសិនយើងកំពុងសិក្សាគេឲ្យបានចាំដែរណាបើសិនវាចូលចឹងហើយទាំងផ្លូវច្បាប់វាយ៉ាងម៉េចទាំងផ្លូវជាក់ស្ដែងវាយ៉ាងម៉េចហើយនរណាដែលជាអ្នកធ្វើឲ្យក្បោកក្បល់វាយ៉ាងម៉េចតើយើងមើល 3-4 រឿងនឹងសិនដែរនោះវិទ្យុអាស៊ីសេរីមិនអាចតាក់ទងមេការក្រុមហ៊ុន MDS ប្រចាំខេត្តពោធិ៍សាត់ឈ្មោះវិនដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី23ខែធ្នូយ៉ាងណាកាសែត The Cambodia Daily ចុះផ្សាយនៅថ្ងៃទី18ខែធ្នូឆ្នាំ2013ដោយដកស្រង់សម្ដីរបស់តំណាងក្រុមហ៊ុនរបស់លោកអុកញ៉ាត្រីភិបម្នាក់ថាអ្នកភូមិនៅខេត្តពោធិ៍សាត់ដែលមានបំណងនាំគ្នាហែក្បួនតវ៉ាទៅជួបអាជ្ញាធរនៅក្នុងអង្គវេទិកាសាធារណៈកាលពីថ្ងៃច័ន្ទដើម្បីឲ្យជួយអន្តរាគមន៍រឿងចំនួនដីធ្លីនោះនិងមិនអាចទទួលបានសំណងអ្វីទៀតឡើយក្រោយពីបាត់បង់សិទ្ធិកាន់កាប់ដីធ្លីដែលខ្លួនអះអាងថាបានធ្វើកសិកម្មតាំងពីឆ្នាំ1996មកនោះមន្ត្រីសម្របសម្រួលសមាគមអាត6ប្រចាំខេត្តពោធិ៍សាត់លោកភួងសុធាមានប្រសាសន៍ថាបញ្ហាដីធ្លីនឹងអាចដោះស្រាយបានដោយងាយប្រសិនបើអាជ្ញាធរនិងក្រុមហ៊ុនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជាមួយនឹងប្រជាពលរដ្ឋលោកបន្តថាការកាន់កាប់ដីធ្លីរបស់អ្នកភូមិនៅតំបន់នោះគឺធ្វើឡើងទៅតាមទម្លាប់កាប់ឆ្ការព្រៃដើម្បីធ្វើកសិកម្មហើយនៅពេលដែលក្រុមហ៊ុនចូលមកធ្វើការអភិវឌ្ឍឬវិនិយោគនឹងធ្វើឲ្យប៉ះពាល់ដល់ដីធ្លីរបស់ពួកគាត់
ដែលបញ្ហានេះបណ្ដាលមកពីអាជ្ញាធរខ្វះខាតការគ្រប់គ្រងដីធ្លីរបស់រដ្ឋអាជ្ញាធរថ្នាក់មូលដ្ឋានធ្វើការស្រាវជ្រាវឲ្យពិតប្រាកដថាប្រជាពលរដ្ឋមួយណាដែលគាត់បានកាន់កាប់ដីទាំងអស់ហ្នឹងជាក់ស្ដែងទោះបីដីមួយចំនួនវាដោយសារតែស្ថានភាពភូមិសាស្ត្រទាំងអស់ហ្នឹងវាជាតំបន់ភ្នំឬមួយក៏តំបន់ព្រៃយ៉ាងណាក៏ដោយអាជ្ញាធរគួរតែយកចិត្តដាក់ចំណុចនេះប្រជាពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនហាក់មិនសូវមានជំនឿលើអាជ្ញាធរក្នុងការចាត់វិធានការចំពោះសកម្មភាពខុសឆ្គងរបស់ក្រុមហ៊ុនឬដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឡើយដោយសារតែផ្លូវថ្នល់និងវត្តអារាមមួយចំនួននៅក្នុងស្រុកវាលវែងទទួលបានការឧបត្ថម្ភយ៉ាងក្រាស់ក្រែលពីលោកអុកញ៉ាទ្រីភិបដោយឡែកទីស្នាក់ការរបស់គណៈបកប្រជាជនកម្ពុជានៅស្រុកវាលវែងនិងស្នាក់ការបកនៅឃុំចំនួន5ផ្សេងទៀតលោកអុកញ៉ាទ្រីភិបបានចំណាយប្រាក់ជាង$100,000ដើម្បីកសាងឡើងខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំងលោកនាងជាទីមេត្រីជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានបញ្ចប់ការធ្វើមហាបាតកម្មទ្រង់ទ្រាយធំរបស់គណៈបក្សសង្គ្រោះជាតិបានឈានចូលដល់ថ្ងៃទី9ហើយមកដល់ថ្ងៃច័ន្ទម្សិលមិញការធ្វើបាតកម្មម្សិលមិញនេះក៏មានមនុស្សរាប់ពាន់នាក់ហែកក្បួនចូលរួមដោយបានហែកកាត់តាមដងផ្លូវមួយចំនួននៅភាគខាងត្បូងរាជធានីភ្នំពេញបាតកោជាច្រើនពាន់នាក់បន្តស្នាក់នៅទីលានប្រជាធិបតេយ្យរហូតមកដល់យប់ថ្ងៃច័ន្ទនេះចាបាតកោទាំងនោះមានសុខភាពជាធម្មតាលោកវិជ្ជបណ្ឌិតច័ន្ទសវណ្ណថ្លែងថាមានគ្រូពេទ្យនិងនិស្សិតពេទ្យបានស្ម័គ្រចិត្តថែទាំសុខភាពបាតកោនៅទីលានប្រជាធិបតេយ្យទាំងយប់ទាំងថ្ងៃដើម្បីឲ្យពួកគេមានសុខភាពល្អនិងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់បន្ថែមពីនេះគណៈបក្សសង្គ្រោះជាតិក៏មានក្រុមអ្នកប្រមូលសម្រាមនិងបោសសម្អាតនៅទីលានប្រជាធិបតេយ្យផងដែរពាក់ព័ន្ធនឹងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែធ្នូនេះមេដឹកនាំបកប្រឆាំងនិងមន្ត្រីសង្គមស៊ីវិលខ្លះបានរិះគន់ថាគឺមិនចំណេញដល់ប្រយោជន៍កម្ពុជាទេផ្ទុយទៅវិញនាំឲ្យកម្ពុជាខាតបង់អនុប្រធានគណៈបក្សប្រជាជាតិលោកកឹមសុខាបានអះអាងថាលោកហ៊ុនសែនអាចទៅពឹងពាក់ប្រទេសវៀតណាមឲ្យជួយការពារអំណាចរបស់ខ្លួនគឺនៅគ្រាដែលប្រជាពលរដ្ឋរាប់សែនអ្នកប្រមូលផ្ដុំគ្នាតវ៉ាទាមទារឲ្យលោកហ៊ុនសែនចុះចេញពីតំណែងចាលោកកឹមសុខាក៏បានលើកឡើងថាលោកហ៊ុនសែនល្មមឈប់ទៅពឹងពាក់បរទេសហើយងាកមកជួបពិភាក្សាជាមួយខ្មែរគ្នាឯងវិញដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនប្រធានគណៈបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំក្រុមការងារគណៈបកមួយចំនួនទៀតបានទៅចូលរួមធ្វើបាតកម្មជាមួយក្រុមកម្មករកម្មការិនីរោងចក្រប្រមាណជា 20,000 នាក់នៅតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្រុងបាវិតដើម្បីទាមទារសូមឲ្យតម្លើងប្រាក់ខែគោលរបស់កម្មករម្នាក់ចំនួន$160ក្នុងមួយខែមេដឹកនាំសហជីពធំមួយចំនួនក្រុងដឹកនាំកម្មករបម្រើការក្នុងវិស័យការងារកាត់ដេរឬស្បែកជើងធ្វើមហាបាតកម្មឬកោតកម្មជាទ្រង់ទ្រាយធំនៅទូទាំងប្រទេសប្រសិនបើការទាមទារស្នើសុំដំឡើងប្រាក់ឈ្នួលអបបរមាជូនកម្មករត្រូវបរាជ័យកងទ័ពកម្ពុជានិងថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រើកាលពីថ្ងៃសៅរ៍នៅចំណុចក្រោមភ្នំ100ក្នុងភូមិចាំយាមឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងហើយបណ្ដាលឲ្យទាហានថៃម្នាក់រងរបួសមន្ត្រីយោធាខ្មែរបានដឹងថាការប៉ះទង្គិចគ្នានោះកើតឡើងដោយសារតែភាគីថៃមានបំណងចូលកាន់កាប់លើផ្លូវល្បាតរបស់ភាគីកម្ពុជាដែលធ្លាប់ដើរល្បាតការពារព្រំដែនកន្លងមកនេះសហគមន៍ការពារព្រៃឈើសាមគ្គីត្រពាំងតាវក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកំពុងមានទំនាស់ផ្ទៃក្នុងយ៉ាងស្រួចស្រាវដែលមិនទាន់មានអាជ្ញាធរណាចេញមុខសម្របសម្រួលនៅឡើយចាសមាជិកសហគមន៍ខ្លះបានចោទប្រកាន់ប្រធានរបស់គេថាបានយកដីដែលរដ្ឋប្រគល់ឲ្យទៅលក់ដូរតាមចិត្តខុសពីលក្ខខណ្ឌទីកាត់នៅខេត្តកំពង់ចាមឯនោះវិញប្រជាពលរដ្ឋនៅឃុំសំពងជ័យស្រុកជើងព្រៃបានស្នើសុំអាជ្ញាធរជួយដោះស្រាយបញ្ហាប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ហើយដែលបណ្ដាលមកពីសិប្បកម្មស្លប្រេងខ្មៅមួយកន្លែងអាជ្ញាធរឃុំបានដឹងថាលោកបានបញ្ជូនសំណើរបស់អ្នកភូមិទៅស្រុករួចរាល់អស់ហើយនឹងក៏ហៅម្ចាស់សិប្បកម្មនោះទៅដោះស្រាយនៅស្រុកដែរក៏ប៉ុន្តែខាងឃុំនៅមិនទាន់ទទួលដំណឹងតបមកវិញនៅឡើយទេ
ប្រជាប្រដ្ឋ2គ្រួសារជាអ្នកជំនួញសត្វក្របីអំពីនីវឲ្យចៅក្រមស៊ើបសួរនៅតុលាការខេត្តតឹងត្រែងស៊ើបអង្កេតបន្ថែមទៅលើករណីក្របី4ក្បាលជាភ័ស្តុតាងក្នុងរឿងក្តីចោរកម្មដែលមន្ត្រីកងរាជអាវុធហត្ថយកទៅលាក់ទុកបំពានច្បាប់ចាលោកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអសីស្រីជាភាសាខ្មែរសម្រាប់ពេលនេះសូមបញ្ចប់តែប៉ុណ្ណេះយើងខ្ញុំទាំងអស់គ្នាសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនជានិរន្តរ៍នាងខ្ញុំម៉ៅសុធានីព្រមទាំងក្រុមការងារទាំងអស់របស់វិទ្យុអសីស្រីសូមអរគុណនិងសូមជម្រាបលាđơn chính thức của Giai Đảng Cộng sản Việt Nam và tôi cũng mong nhận được những cái phản hồi, cái trả lời chính thức từ phía Đảng Cộng sản Việt Nam. Dạ, cảm ơn ông rất là nhiều. Dạ, cảm ơn Hòa Ái và đài RFA. Mong là sự nghiệp chung của dân tộc làm sao dân tộc chúng ta sớm phát triển trong hòa bình, hạnh phúc và thành công, sớm trở thành một quốc gia giàu mạnh trên thế giới.